គុំយល់ស្របថាជីវិតរបស់សត្វនេះជារបស់អ្នកដែលព្យាយាមជាបាតវាតែមិនមែនជារបស់អ្នកដែលព្យាយាមជាបាតវាទេក្រាបទូល16 ឆ្នាំក្រោយមកចូលចម្រើនមហាបពិតលោកកោដញ្ញជាទីស្រឡាញ់យើងខានជួបលោកយូរណាស់មកហើយក្រាបទូលព្រះអង្គទូលបង្គំឃើញព្រះរាជបុត្រចម្រើនវ័យពេញកំឡោះដល់ស្រស់សង្ហាណាក្រាបទូលលោកកោដញ្ញតាំងពីព្រះរាជនីសាវិឡាល័យយើងធ្វើជាឪពុកនិងម្ដាយរបស់គេមានគ្រប់យ៉ាងដែលត្រូវការព្រះរាជវាំងកម្ពុជាព្រះរាជគ្រូសេះនិងបរិវារមានសពបែបយ៉ាងសម្រាប់គេសំណាងអាក្រក់ណាស់ដែលព្រះរាជនីសាវិឡាល័យក្រោយពេលដែលព្រះរាជបុត្រទ្រង់ប្រសូតតែព្រះអង្គទ្រង់ចិញ្ចឹមព្រះរាជបុត្របានយ៉ាងល្អគ្រប់គ្នាសុទ្ធតែនិយាយថាព្រះរាជបុត្រាជិះសេះដល់ពូកែហើយមានយុទ្ធសាស្ត្រការពារខ្លួនពិតមែនហើយលោកកោដញ្ញលោកប្រហែលជាបានឮរឿងទឹកជំនន់ធំជន់លិចផ្ទះដីស្រែជាច្រើនហើយក្រាបទូលព្រះអង្គហៀបអត់ឃ្លានមានពាសពេញគ្រប់ទីកន្លែងមនុស្សម្នាកំពុងតែឃ្លានស្លាប់គ្រប់ទិសទីពិតហើយលោកកោដញ្ញយើងមិនអាចលាក់រឿងនេះចំពោះសិទ្ធត្ថៈយូប៉ុណ្ណាទេយើងអាចធ្វើយ៉ាងម៉េចទៅបបិទ្ធព្រះអង្គព្រះបុត្រាមានប្រជញ្ញ16ព្រះវស្សាឲ្យព្រះអង្គរៀបអភិសេកទៅព្រះអង្គនឹងមានជីវិតដែលសម្បូរហើយសុខសាន្តនិងមិនចាប់អារម្មណ៍បញ្ហាទាំងនេះបានក្រាបទូលអស់ចាណាស់លោកកោដញ្ញយើងនឹងរៀបចំត្រៀមស្រីដែលស្អាតបំផុតមកនៅក្នុងព្រះរាជវាំងមួយនេះព្រះនាងទី1ព្រះនាងទី2ព្រះនាងយសោធិរាពំពាយាងចូលគ្មានរង្វាន់សម្រាប់ខ្ញុំម្ចាស់ទេព្រះប៉ោះសំទោសណាយើងមានរង្វាន់តែប៉ុណ្្នឹងឯងឈប់សុំយករបស់នេះទៅអូយស្អាតណាស់ព្រះប៉ោះអរព្រះគុណត្រៀមពិធីរៀបអភិសេកភ្លាមតុបតែងលម្អផ្លូវអញ្ជើញព្រះរាជាគ្រប់នគរត្រៀមរៀបចំពិធីដ៏ធំបិទផ្លូវដើម្បីរាំរែកគ្រប់គ្នាចូលមានសេចក្តីសុខ29 ឆ្នាំក្រោយមកគ្មានអីទេគ្រាន់តែយល់សពអាក្រក់ប៉ុណ្ណោះម្ចាស់អូនផ្ទុំទៅណាតើក្តីសុបិនមានន័យយ៉ាងម៉េចទៅពិតជាមានអ្វីមួយយ៉ាងនៅឯកំផែងនោះហើយឆាន់ហើយណាមកទាំងយប់អត់ត្រៀតថ្មនេះអូយថ្វាយបង្គំក្រាបទូលឲ្យទ្រង់យាងមកធ្វើអីទេនេះឆាន់
យើងចង់ឲ្យលោកជួយយើងចេញទៅខាងក្រៅក្រសាលសួនច្បារដើរបានទេឆាន់បរិយាទានទៅក្រាបទូលបង្គំធ្វើមិនបានទេហើយដល់ពេលនេះទៅវិញនេះចិត្តភ្លឺទៅហើយទូលបង្គំត្រូវត្រៀមទីហ៊ានផងទេឆាន់វាសំខាន់ខ្លាំងណាស់មិនគួរឲ្យអ្នកណាឃើញទេជួយយើងផងទៅព្រះបុត្រាមិនចាំបាច់សុំអំបរទូលបង្គំអីទេទូលបង្គំជាបរិវាររបស់ព្រះអង្គទូលបង្គំនឹងត្រៀមរទេះសេះថ្វាយព្រះអង្គឆាន់ឈប់សិននោះជាស្អីទៅមើលមិនដូចយើងសោះសក់របស់គេសស្បែកក៏ជ្រីកជ្រួញនោះគឺមនុស្សចាស់ក្រាបទូលមនុស្សចាស់គឺអ្វីគេធ្លាប់នៅក្មេងដូចតែពួកយើងតែពេលវេលាកន្លងទៅគេក៏ត្រូវចាស់ក្រាបទូលមានន័យថាយើងគ្រប់គ្នានេះត្រូវតែចាស់មែនទេហេតុអីទៅក្រាបទូលយើងត្រូវតែចាស់គ្រប់គ្នាក្រាបទូលឆាន់ឈប់សិនលោកកើតអីតើកើតអ្វីទៅមានជំងឺមិនតើកុំនិយាយជាមួយក្រាបទូលហេតុអីឆាន់គេកើតអីគឺកំពុងតែឈឺកាត់ឈាមរបស់គេមានមេរោគព្រោះតែជំងឺយើងជួយគេមិនបានទេកុំប៉ះពាល់គេក្រាបទូលសំណាងអាក្រក់ណាស់ហេតុអីគេខ្លាចជាបែបនេះវាអាចកើតឡើងចំពោះអ្នកណាក៏បានក្នុងលោកនេះគ្មានអ្នកណារារាំងបានទេវាកើតឡើងគ្រប់ពេលវេលាយើងទៅមុខទៀតល្អជាជាងក្រាបទូលព្រះអង្គទតខាងនោះវិញឆាន់ហេតុអីក៏គេដេកស្ងៀមបែបនេះហេតុអីក៏មានមនុស្សអស់នោះត្រូវយំជុំវិញគេតើហេតុអីទៅហ៎មនុស្សអស់នោះយំព្រោះគេស្លាប់ក្រាបទូលមនុស្សស្លាប់ណាព្រះអង្គស្លាប់មានន័យថាម៉េចមានន័យថាគ្មានជីវិតរស់នៅនោះអីក្រាបទូលហើយមនុស្សត្រូវយំពេលដែលគេស្លាប់ហេតុអីទៅព្រោះព្រាត់អ្នកដែលជាទីស្រឡាញ់យំព្រោះលែងបានឃើញគេទៀតហើយយើងនឹងស្លាប់ដែរទេក្រាបទូលមនុស្សស្លាប់ជារឿងធម្មតាទេមិនថារាជឬស្ដេចឡើយឆាន់យើងឃើញគ្រប់គ្រាន់ហើយត្រឡប់ទៅព្រះជាវាំងវិញទៅក្រាបទូលវិញមកណែឆាន់ម្នាក់នោះគេមិនដូចយើងទេតើគេជាអ្នកណាទៅម្នាក់នោះគេគឺជាសាមណៈក្រាបទូលសាមណៈតើជាអ្វីគេគឺជាអ្នកលះបង់ផ្លូវលោកហេតុអីទៅទូលបង្គំថាគួរតែយើងទៅវិញទៅហេតុអីទើបលះបង់ផ្លូវលោកគឺគេស្វែងរកអត្តន័យជីវិតក្រាបទូលគេមានវិធីសាស្ត្រយ៉ាងណាដែរគេត្រូវអប់រំខ្លួនឯងអាស្រ័យនៅក្នុងវត្តឬលអាងពេលនេះគួរតែយើងទៅវិញមុនពេលដែលតែហ៊ានដឹងថាព្រះអង្គបាត់ខ្លួនក្រាបទូលត្រូវប្រញាប់យើងទៅវិញទៅក្រាបទូលមើលទៅគេដូចជាស្ងប់ស្ងាត់ណាស់ពួកយើងគ្រប់គ្នាសុទ្ធតែត្រូវចាស់ឈឺស្លាប់ជារឿងធម្មតាទេគ្រប់គ្នាត្រូវតែស្លាប់មិនថារាជឬស្ដេចឡើយទេហេតុអីយើងត្រូវស្លាប់គេជាអ្នកដែលលះបង់ផ្លូវលោកព្រោះស្វែងរកអត្តន័យនៃជីវិតនៅក្រាបទូលត្រូវហើយយើងត្រូវស្វែងរកចម្លើយនៃអត្តន័យជីវិតគោលដៅ